ថានាងខ្ញុំនឹងបាយគ្រាន់តែនាងខ្ញុំចេញញែកញក់អាប់ពីនេះអើយមានគេចេះទៀតហើយបងប្អូនអើយតែនាងខ្ញុំគួរធ្វើយ៉ាងម៉េចទៅជារិះសួរលពុកអ្នកបដាយលពូអ្នកមីងបងប្អូនកូនជាទីស្រឡាញ់ចំពោះនេះនាងខ្ញុំសម្រាប់ចិត្តបេះដោយសារតែភ្លៀងបងប្អូនចាកក់ខែខុសទំនងហ្មងដល់ពេលអញ្ចឹងនាងខ្ញុំខ្លាចមានតកើបងប្អូនមានតកើច្រើនណាហើយដល់ពេលអញ្ចឹងទៅក៏សម្រាប់ចិត្តបេះហើយបងប្អូនសួរនាងខ្ញុំថាហេតុអីចំពោះល្អម៉េចអត់មានតកើទេអីបងប្អូនអត់ស្អីមានទេដោយសារតែនាងខ្ញុំមានអន្ទាក់ចាប់សัตว์អន្ទាក់ចាប់សัตว์ហ្នឹងគឺនាងខ្ញុំទិញនៅសាអូស័យបងប្អូនណាហើយចំពោះហ្នឹងបើសិនជានាងខ្ញុំទុកឲ្យវាទុំដើមក្រហមញោឆ្ងាញ់បងប្អូនឆ្ងាញ់សាច់ក្រាស់ហើយផ្អែមក៏ប៉ុន្តែឥឡូវហ្នឹងវារៀងជូរអែមល្មមក៏ប៉ុន្តែវានៅតែឆ្ងាញ់ជាងនាងខ្ញុំទិញនៅទីផ្សារបងប្អូនបងប្អូនតែចាប់សัตว์ហ្នឹងនាងខ្ញុំទិញនៅសាអូស័យបងប្អូនតាមសួរនាងខ្ញុំក្នុងខមមិនច្រើនឥឡូវនាងខ្ញុំចេញប្រាប់បងប្អូនតែម្ដងទៅអូយអិនតនូស្អាតណាស់បន្ទាប់ពីភ្លៀងហើយបងប្អូនហេចូលម៉េះហងត្រូវអត់កូនចូលម៉េះហងមែនទេណាពាក្យហ្នឹងបងប្អូនអើយក្មេងទេហេតុអីអូនកូនហេតុអីអញ្ចឹងធ្លាក់នៅរូបងាប់ហើយត្រឹមតែនាងខ្ញុំនិយាយថានាងខ្ញុំអត់ទទួលប្រមូលស្រាទេដល់ពេលហើយជេរនាងខ្ញុំកូនអើយកូនតាមពិតទៅការផឹកស្រាហ្នឹងនាងខ្ញុំមកហាស្អប់បងប្អូនចាកូនអ្នកម្ដាយមកហាស្អប់ក៏ប៉ុន្តែអ្នកម្ដាយគឺជាអ្នករកស៊ីអ្នកម្ដាយខ្សែធននៅពេលកូវីដមកដល់កូវីដអ្នកម្ដាយបរាជ័យអស់$20ជាង$20ជាង$200,000ជាងចាបិទហាងអស់4 5តែស្ថោមុខចាហើយអ្នកម្ដាយបន្តដើរផ្លូវខុសលើកបន្ទប់អានេះលើកបន្ទប់អានោះដាក់នេះដាក់នោះមានគ្រោះថ្នាក់ចរាចរណ៍ឡានធំមកបុកទៀតសរុបទាំងអស់$30,000ជាងនៅពេលហ្នឹងអ្នកម្ដាយមានជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់តែម្ដងក៏យកស្រាមកផឹកបងប្អូននាងខ្ញុំចេះផឹកតែស្រាក្រហមទេដោយសារតែការនាងខ្ញុំឈឺជំងឺគីស្បូនាងខ្ញុំទៅព្យាបាលពេទ្យសិង្ហបុរីហ្នឹងពេទ្យសិង្ហបុរីគេឲ្យហូបនៅពេលដែលនាងខ្ញុំមករដូវនៅពេលដែលនាងខ្ញុំមករដូវតែប៉ុណ្ណោះបងប្អូនទិញមួយដបផឹកឲ្យបាន7ថ្ងៃក្នុងមួយថ្ងៃមួយកែក្នុងមួយដបហ្នឹងផឹកឲ្យអស់ដើម្បីឲ្យខែថ្ងៃមករលូនតែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលដែលនាងខ្ញុំបរាជ័យនាងខ្ញុំចេះផឹកស្រាក្រហមនឹងស្រាប់ហ៎នាងខ្ញុំទិញផឹកបងប្អូនទិញផឹកមួយកែ2កែរហូតដល់ឡើងកុងទ័រក្នុងមួយថ្ងៃមួយដបឥឡូវនេះនាងខ្ញុំព្យាយាមផ្ដាច់ទេណាបងប្អូនតែពិបាកផ្ដាច់ណាស់បងប្អូនពិបាកផ្ដាច់ផឹងតែម្ដងចាការនាងខ្ញុំព្យាយាមផ្ដាច់ដំបូងណាធ្វើឲ្យនាងខ្ញុំនឹងញ័រដៃញ័រខ្លួននាងខ្ញុំចង់ភ័យតែនាងខ្ញុំមានជំងឺអីដល់ពេលនាងខ្ញុំដាក់ស្រាមួយកែ2កែបែកញើសចូលទៅលែងញ័រអញ្ចឹងបានន័យថាវាដុសមេព្យាយាមជួយខ្លួនឯងបងប្អូនឥឡូវនេះនាងខ្ញុំផ្ដាច់បានខ្លះហើយវាអត់បាន100%ទេបងប្អូនអើយអត់បាន100%ទេអញ្ចឹងបាននាងខ្ញុំនិយាយដាច់ខាតឲ្យនាងខ្ញុំប៉ុន្មានក៏នាងខ្ញុំមិនទទួលដែរមានតែបងប្អូនមានគេឲ្យនាងខ្ញុំប្រម៉ូទស្រាគេជាឆ្នាំមកតែនាងខ្ញុំអត់ទទួលទេបងប្អូនអត់ទទួលទេដោយសារម៉េចដោយសារតែស្រាហ្នឹងវាគ្រឿងញៀនចាពាក់កណ្ដាលគ្រឿងញៀនដូចនាងខ្ញុំនិយាយចឹងអ្នកខ្លះផឹកទៅដូចនាងខ្ញុំដើម្បីកេងចាក៏ប៉ុន្តែអ្នកខ្លះផឹកទៅក្លាហានណាស់ដើរបុកគេដើរកាប់សម្លាប់គេនៅម្ដងផ្ទះខ្ញុំនៅពេលដែលផឹកស្រាស្វឹងម្ដងវាយម៉ែវាយឪវាយប្រពន្ធវាយកូនចាអញ្ចឹងហើយបាននាងខ្ញុំបដិញ្ញាចិត្តមិនបង្ហាញស្រាសោះឡើយពីព្រោះអីស្រានៅពេលដែលផឹកចូលទៅវាមិនមែនឲ្យមនុស្សល្អទេបើសិនជាកូនចង់ឲ្យសុខភាពល្អអនាគតល្អចាប់ពីថ្ងៃនេះតទៅកូនមិនទាន់កាន់ដបស្រាកុំកាន់ដបស្រាឲ្យសោះកូនផឹកស្រាកូនព្យាយាមផ្ដាច់តាមម្ដាយយល់ទេកូនដើម្បីសុខភាពយើងអនាគតយើងហេង